បាទ5ចំណុចសំខាន់ដែលបរិសុទ្ធត្រូវដឹងតាក់ទងទៅនឹងការចងបំពង់មេជីវិតឈ្មោះបរិសុទ្ធបាទអញ្ចឹងចំណុចទី1ដែលយើងត្រូវដឹងឲ្យច្បាស់តែហ្មងហ្នឹងបានន័យថាការចងបំពង់មេជីវិតឈ្មោះហ្នឹងគឺមិនមែនជាការគ្រាវទេបាទមិនមែនតែហ្មងបាទហេតុអីដោយសារការចងបំពង់មេជីវិតឈ្មោះហ្នឹងគឺគ្រាន់ខាងគ្រូពេទ្យគ្រាន់តែផ្ដាច់ផ្លូវកុំឲ្យមេជីវិតឈ្មោះទៅជួបជាមួយនឹងមេជីវិតញីដើម្បីកុំឲ្យមានកូនតទៅទៀតតែប៉ុណ្្នឹងឯងបាទអញ្ចឹងចំណុចទី1នេះយើងត្រូវតែនិយាយដាច់ថាមិនមែនជាការគ្រាវទេបាទចំណុចទី2បានន័យថាកាលណាយើងធ្វើចងបំពង់មេជីវិតឈ្មោះបានន័យថាយើងនៅតែគេងជាមួយដៃគូបានធម្មតានៅតែរួមភេទជាមួយដៃគូបានធម្មតាបាទភេទរបស់យើងនៅតែរឹងធម្មតានៅតែមានចំណងរួមភេទអីធម្មតាហើយការងារធ្វើការរកស្រីរកទទួលទានធ្វើស្រែចម្ការលីសែងអីហ្នឹងគឺបានដូចធម្មតាតែម្ដងបាទហើយទី3ចំណុចទី3តកតងទៅនឹងថាកាលណាយើងចូលបំពង់មេជីវិតឈ្មោះយើងត្រូវដឹងថាមធ្យោបាយហ្នឹងគឺជាមធ្យោបាយអចិន្ត្រៃយ៍បាទហើយត្រូវតែមានការព្រមព្រៀងគ្នារវាងដៃគូទាំងសងខាងថាប្តីប្រពន្ធហ្នឹងត្រូវតែនិយាយគ្នាត្រូវតែព្រមព្រៀងគ្នាថាយើងមានកូនគ្រប់ចំនួនហើយខ្លះកូនថាច្រើនទាំងថាមកកាទេលេអញ្ចឹងណាបាទឬក៏មានកូនមកតាមក្បួនតាមក្រសួងសុខាភិបាលគេថាកំណត់ថាឲ្យមានកូនហ្នឹងយ៉ាងតិច3នាក់បាទយ៉ាងតិច3នាក់តែម្ដងហើយកូនពៅគេហ្នឹងគឺអាយុយ៉ាងហោចណាស់ក៏ត្រឹម2ឆ្នាំដែរបានត្រូវទៅនឹងការលក្ខខណ្ឌនៃការចងបំពង់មេជីវិតឈ្មោះហ្នឹងបាទចំណុចទី4បានន័យថាការចងហ្នឹងគឺមិនមែនជាការវះកាត់ធំដុំទេបាទមិនមែនជាការវះកាត់ធំដុំទេគឺគ្រាន់តែខាងគ្រូពេទ្យគេចោះរុនទូចមួយដើម្បីផ្ដាច់ផ្លូវមេជីវិតឈ្មោះកុំឲ្យជួបមេជីវិតញីហើយកន្លែងដែលចោះហ្នឹងពេលខ្លះជាហើយយើងមើលស្នាមសឹងតែមិនឃើញត្មងបាទមើលទៅថាសឹងថាអត់ដឹងថាធ្វើផងបាទហើយមួយទៀតចំណុចចុងក្រោយគឺកណាបរោះដែលចងបំពង់មេជីវិតឈ្មោះនឹងហើយគឺខាងស្រីគឺអត់បាច់ប្រើមធ្យោបាយពជាកណាទៀតទេដោយសារអីស្ត្រីខ្លះប្រើមធ្យោបាយពជាកណាត់អត់បានទេដូចថាគាត់ចេះតែធ្វើទុកនេះធ្វើទុកនោះអីចឹងទៅឬក៏មានផលរំខានដោយសារថ្នាំឬក៏ថ្នាំលេបថ្នាំចាក់កងដាក់ស្បូនកងដាក់ដៃអីចឹងជួនកាលស្ត្រីខ្លះដូចថាប្រើទៅជាធ្លាក់ឈាមទៅជាអីចឹងករណីហ្នឹងគឺខាងស្ត្រីមិនបាច់ប្រើមធ្យោបាយពជាកណាទេពីព្រោះខាងប្រុសគឺគេចងបំពង់មេជីវិតឈ្មោះរួចហើយអញ្ចឹងងាយស្រួលទៅខាងស្ត្រីដែលគាត់ថាមិនចាំបាច់ប្រើអញ្ចឹងនិយាយទៅបានន័យថាប្រើតែខាងប្រុសទេអញ្ចឹងខាងស្រីគឺរួចរាល់ក្នុងការមិនបាច់ប្រើមធ្យោបាយពជាកណាត់ដូចជាឲ្យយើងត្រូវដឹងហើយថាមធ្យោបាយពជាកណាត់សម្រាប់ស្ត្រីមានច្រើនបាទមានតាំងពីកងដាក់ថ្នាំលេបថ្នាំចាក់កងដាក់ស្បូនកងដាក់ក្រោមស្បែកឬក៏ចងដៃស្បូននេះអានឹងគេហៅថាមធ្យោបាយពជាកណាត់ហើយអញ្ចឹងបានន័យថាគាត់មិនបាច់ប្រើមធ្យោបាយពជាកណាត់ទាំងអស់នេះទេបាទអរគុណបាទ5ចំណុចសំខាន់ដែលបរិសុទ្ធត្រូវដឹងតាក់ទងទៅនឹងការចងបំពង់មេជីវិតឈ្មោះបរិសុទ្ធបាទអញ្ចឹងចំណុចទី1ដែលយើងត្រូវដឹងឲ្យច្បាស់តែហ្មងហ្នឹងបានន័យថាការចងបំពង់មេជីវិតឈ្មោះហ្នឹងគឺមិនមែនជាការគ្រាវទេបាទមិនមែនតែហ្មងបាទហេតុអីដោយសារការចងបំពង់មេជីវិតឈ្មោះហ្នឹងគឺគ្រាន់ខាងគ្រូពេទ្យគ្រាន់តែផ្ដាច់ផ្លូវកុំឲ្យមេជីវិតឈ្មោះទៅជួបជាមួយនឹងមេជីវិតញីដើម្បីកុំឲ្យមានកូនតទៅទៀតតែប៉ុណ្្នឹងឯងបាទអញ្ចឹងចំណុចទី1នេះយើងត្រូវតែនិយាយដាច់ថាមិនមែនជាការគ្រាវទេបាទចំណុចទី2បានន័យថាកាលណាយើងធ្វើចងបំពង់មេជីវិតឈ្មោះបានន័យថាយើងនៅតែគេងជាមួយដៃគូបានធម្មតានៅតែរួមភេទជាមួយដៃគូបានធម្មតាបាទភេទរបស់យើងនៅតែរឹងធម្មតានៅតែមានចំណងរួមភេទអីធម្មតាហើយការងារធ្វើការរកស្រីរកទទួលទានធ្វើស្រែចម្ការលីសែងអីហ្នឹងគឺបានដូចធម្មតាតែម្ដងបាទ
ហើយទី3ចំណុចទី3តកតងទៅនឹងថាកាលណាយើងចូលកំពុងមានជីវិតឈ្មោះយើងត្រូវដឹងថាមធ្យោបាយហ្នឹងគឺជាមធ្យោបាយអចិន្ត្រៃយ៍បាទហើយត្រូវតែមានការព្រមព្រៀងគ្នារវាងដៃគូទាំងសងខាងថាប្តីប្រពន្ធហ្នឹងត្រូវតែនិយាយគ្នាត្រូវតែព្រមព្រៀងគ្នាថាយើងមានកូនគ្រប់ចំនួនហើយខ្លះកូនថាច្រើនទាំងថាមកកធាលអីចឹងណាបាទឬក៏មានកូនមកតាមក្បួនតាមក្រសួងសុខាភិបាលគេខាងកំណត់ថាឲ្យមានកូនហ្នឹងយ៉ាងតិច3នាក់បាទយ៉ាងតិច3នាក់តែម្ដងហើយកូនពៅគេហ្នឹងគឺអាយុយ៉ាងហោចណាស់ក៏ត្រឹម2ឆ្នាំដែរបានត្រូវទៅនឹងការលក្ខខណ្ឌនៃការចូលកំពុងមានជីវិតឈ្មោះហ្នឹងបាទចំណុចទី4បានន័យថាការចងហ្នឹងគឺមិនមែនជាការវះកាត់ធំដុំទេបាទមិនមែនជាការវះកាត់ធំដុំទេគឺគ្រាន់តែខាងគ្រូពេទ្យគេចោះរុនទូចមួយដើម្បីផ្ដាច់ផ្លូវមេជីវិតឈ្មោះកុំឲ្យជួបមេជីវិតញីហើយកន្លែងដែលចោះហ្នឹងពេលខ្លះជាហើយយើងមើលស្នាក់ស្នាមសឹងតែមិនឃើញត្មងបាទមើលទៅថាសឹងថាអត់ដឹងថាធ្វើផងបាទហើយមួយទៀតចំណុចចុងក្រោយគឺកណាបរោះដែលចងបំពង់មេជីវិតឈ្មោះនឹងហើយគឺខាងស្រីគឺអត់បាច់ប្រើមធ្យោបាយពជាកណាទៀតទេដោយសារអីស្ត្រីខ្លះប្រើមធ្យោបាយពជាកណាអត់បានទេដូចថាគាត់ចេះតែធ្វើទុកនេះធ្វើទុកនោះអីចឹងទៅឬក៏មានផលរំខានដោយសារថ្នាំឬក៏ថ្នាំលេបថ្នាំចាក់កងដាក់ស្បូនកងដាក់ដៃអីចឹងជួនកាលស្ត្រីខ្លះដូចថាប្រើទៅជាធ្លាក់ឈាមឬជាអីចឹងករណីហ្នឹងគឺខាងស្ត្រីមិនបាច់ប្រើមធ្យោបាយពជាកណាទេពីព្រោះខាងប្រុសគឺគេចងកំពុងមេជីវិតឈ្មោះរួចហើយអញ្ចឹងងាយស្រួលទៅខាងស្ត្រីដែលគាត់ថាមិនចាំបាច់ប្រើអញ្ចឹងនិយាយទៅបានន័យថាប្រើតែខាងប្រុសទេអញ្ចឹងខាងស្រីគឺរួចរាល់ក្នុងការមិនបាច់ប្រើមធ្យោបាយពជាកណាដូចជាឲ្យយើងត្រូវដឹងហើយថាមធ្យោបាយពជាកណាសម្រាប់ស្ត្រីមានច្រើនបាទមានតាំងពីកងដាក់ថ្នាំលេបថ្នាំចាក់កងដាក់ស្បូនកងដាក់ក្រោមស្បែកឬក៏ចងដៃស្បូននេះអានឹងគេហៅថាមធ្យោបាយពជាកណាហើយអញ្ចឹងបានន័យថាគាត់មិនបាច់ប្រើមធ្យោបាយពជាកណាទាំងអស់នេះទេបាទអរគុណ